ទេវកថាចាងហោះទៅឋានព្រះច័ន្ទក្នុងសម័យបុរាណកាលដ៏យូរលង់ផែនដីត្រូវបានរត់បំផ្លាញដោយព្រះអាទិត្យទាំង10ដួងទន្លេរីងស្ងួតដំណាំក្រៀមស្វិតហើយប្រជាជនបានធ្លាក់ចូលក្នុងសេចក្តីទុក្ខវេទនាយ៉ាងខ្លាំងវីរបុរសម្នាក់ឈ្មោះហ៊ូអ៊ីបានចេញមុខគាត់មានកម្លាំងខ្លាំងក្លានិងមានជំនាញបាញ់ធ្នូដ៏អស្ចារ្យដោយបានទទួលបន្ទុកដ៏ធ្ងន់ក្នុងការសង្គ្រោះប្រជាជនទូទៅហ៊ូអ៊ីបានឆ្លងកាត់ការលំបាកជាច្រើនហើយបានឡើងទៅដល់កំពូលភ្នំគុនលុនដ៏ខ្ពស់ត្រដែតគាត់បានប្រមូលកម្លាំងទាំងអស់ទាញធ្នូទិព្វពេញទំហឹងសព្រួញដមុតស្រួចបានបាញ់ទម្លុះខ្យល់ហើយបានបាញ់ទម្លាក់ព្រះអាទិត្យ9ដួងក្នុងពេលតែមួយគាត់បានបន្សល់ទុកព្រះអាទិត្យមួយដួងប៉ុណ្ណោះតាមការស្នើសុំរបស់គាត់ព្រះអាទិត្យនោះបានរះនឹងលេចទៀងពេលវេលាជារៀងរាល់ថ្ងៃដោយនាំមកនូវពន្លឺនិងភាពកក់ក្ដៅដល់ពិភពលោកចាប់ពីពេលនោះមកប្រជាជនក៏បានរស់នៅដោយសុខសាន្តនិងរីករាយគេឈ្មោះវីរភាពរបស់ហ៊ូអ៊ីបានល្បីល្បាញគ្រប់ទិសទីហើយមនុស្សគ្រប់គ្នាបានគោរពស្រឡាញ់គាត់ព្រមទាំងបាននាំគ្នាសុំរៀនវិជ្ជាពីគាត់ក្នុងចំណោមនោះមានបុគ្គលម្នាក់ឈ្មោះហ្វឹងមុងខាងក្រៅគាត់បានស្វែងរកការណែនាំដោយរៀបសារប៉ុន្តែតាមពិតគាត់ជាមនុស្សមានល្បិចល្កល់លោភលន់និងមានចេតនាអាក្រក់ចាងដែលជាភរិយារបស់ហ៊ូអ៊ីជាស្ត្រីដែលស្រស់ស្អាតនិងមានចិត្តសប្បុរសនាងតែងជួយប្រជាជនដែលមានជីវភាពក្រីក្រនិងអ្នករកគ្នាស្រឡាញ់នាងខ្លាំងណាស់ថ្ងៃមួយហ៊ូអ៊ីបានទៅកាន់ភ្នំគុនលុនដើម្បីសួរសុខទុក្ខមិត្តភក្តិនិងស្វែងរកមេគុណត្រាស់ដឹងហើយសំណាងល្អគាត់បានជួបម្ចាស់ក្សត្រីនៃភាគខាងលិចស៊ីវ៉ាងមូម្ចាស់ក្សត្រីបានរំជួលចិត្តនឹងវីរភាពរបស់ហ៊ូអ៊ីក្នុងការសង្គ្រោះប្រជាជនដូច្នេះហើយនាងក៏បានប្រទានថ្នាំអមតៈមួយគ្រាប់ដល់គាត់នាងបានប្រាប់គាត់ថាអ្នកណាលេបថ្នាំនេះមិនត្រឹមតែអាចរស់នៅអស់កលជានិច្ចប៉ុណ្ណោះថែមទាំងអាចហក់ឡើងទៅឋានសួគ៌คล้ายជាទេវតាបានទៀតផងទោះបីជាយ៉ាងណាហ៊ូអ៊ីពោពេញទៅដោយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះចាងហើយមិនអាចទ្រាំនឹងបោះបង់ភរិយារបស់ខ្លួនដើម្បីក្លាយជាទេវតាតែម្នាក់ឯងបានឡើយដូច្នេះគាត់ក៏ប្រគល់ថ្នាំអមតៈនោះឲ្យចាងហើយបានប្រាប់នាងឲ្យទុកវាដោយសុវត្ថិភាពក្នុងប្រអប់កំណត់នៅព្រឹកថ្ងៃទី15កោដខែទី8ថ្ងៃសែនព្រះច័ន្ទបុណ្យកណ្ដាលសរតរដូវហ៊ូអ៊ីបាននាំសឺរបស់គាត់ចេញទៅក្រៅប៉ុន្តែហ្វឹងមុងបានធ្វើពុកថាឈឺនិងលួចលាក់នៅផ្ទះពេលយប់ចុះខ្មៅហ្វឹងមុងបានកាន់ដាវដ៏ភ្លឺចាញ់ចាំងមួយដោយអន្ទះសាបានចូលទៅក្នុងផ្ទះរបស់ហ៊ូអ៊ីលាតត្រដាងពីរូបរាងដ៏អាក្រក់របស់គាត់និងគំរាមចាងឲ្យប្រគល់ថ្នាំអមតៈចាងគិតក្នុងចិត្តថានាងពិតជាមិនអាចឲ្យថ្នាំអមតៈធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់ដូចហ៊ូមុងនេះបានឡើយបើមិនដូច្នោះទេវានឹងបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើនទៀតដូច្នេះនាងក៏ប្រើល្បិចឆ្លាតវៃដើម្បីដោះដូរជាមួយហ្វឹងមុងដើម្បីពន្យឺពេលប៉ុន្តែពេលហ្វឹងមុងឃើញថាចាងតាំងចិត្តមិនព្រមប្រគល់ថ្នាំអមតៈគាត់ក៏ចាប់ផ្ដើមរើកៅរកគ្រប់ទិសទីនៅក្រាដ៏សំខាន់ដែលគាត់ចិត្តរកឃើញប្រអប់កំណត់ចាងក៏ដើរយ៉ាងលឿនទៅមុខដកថ្នាំអមតៈចេញដោយមិនស្ទើរហើយលេបវាទាំងមូលអ្វីអស្ចារ្យក៏បានកើតឡើងពេលចាងទើបតែលេបថ្នាំអមតៈខ្លួនរបស់នាងស្រុបតែប្រែជាស្រាលហើយនាងក៏ចាប់ផ្ដើមហោះឡើងបន្តិចបន្តនាងបានហោះចេញពីបង្អួយហោះឆ្លងកាត់ទីជនបទដែលមានពន្លឺព្រះច័ន្ទដ៏ភ្លឺថ្លានិងទម្រង់ទៅកាន់ផ្ទៃមេឃពេលយប់ដ៏ខ្ពង់ត្រដែតនៅពេលនោះព្រះច័ន្ទពេញវងមួយដួងបានភៀងនៅខុនមេឃពណ៌ខៀវជ្រៅចាងពោពេញទៅដោយក្តីនឹករលឹកចំពោះស្វាមីរបស់នាងប៉ុន្តែនាងមិនអាចគ្រប់គ្រងខ្លួនឯងបានហើយទីបំផុត
នាងក៏ហោះទៅឋានព្រះច័ន្ទហ៊ូអ៊ីបានត្រឡប់មកពីខាងក្រៅវិញហើយឃើញភរិយារបស់ខ្លួនចាំងអឺបានបង់ខ្លួនគាត់បារម្ភយ៉ាងខ្លាំងហើយប្រញាប់រត់ចេញពីផ្ទះគាត់ឃើញតែព្រះច័ន្ទពេញវង្សនៅលើផ្ទៃមេឃដែលមានស្រមោលដើមឈើរុញជួរនៅលើវាទន្សាយត្បូងមរកតមួយក្បាលកំពុងលោតក្រោមដើមឈើហើយចាំងអឺកំពុងឈរក្បាលដើមអូលីវហើមសម្លឹងមើលទិសដៅនៃពិភពលោកមនុស្សដោយក្តីស្រឡាញ់សម្លឹងមើលគាត់ហ៊ូអ៊ីបានស្រែកតាំងបង្ហាំជំអៀតចាំងអឺហើយរត់ដេកតាមព្រះច័ន្ទដោយមិនគិតអ្វីទោះជាយ៉ាងណារាល់ជំហានដែលគាត់រត់ទៅមុខព្រះច័ន្ទក៏ថយក្រោយ3ជំហានហើយទោះជាគាត់ព្យាយាមយ៉ាងណាក៏ដោយគាត់ក៏មិនអាចតាមទាន់បានឡើយពេលអ្នកភូមិបានឮរឿងនេះពួកគេនឹកចាំងអឺដែលមានចិត្តសប្បុរសយ៉ាងខ្លាំងពួកគេក៏បានយកចំណីអាហារដែលចាំងអឺចូលចិត្តញ៉ាំតាំងពីមុនមកដាក់តាំងនៅក្នុងទីទានរបស់ពួកគេនិងបែរមុខទៅរកព្រះច័ន្ទដើម្បីជូនពរនាងពីចម្ងាយចាប់ពីពេលនោះមកទម្លាប់នៃការគោរពបូជាព្រះច័ន្ទក្នុងពិធីបុណ្យកណ្ដាលសារតរដីក៏បានរីករាលដាលបន្តិចម្ដងនៅក្នុងចំណោមប្រជាជនដែលបានប្រើវាដើម្បីបង្ហាញពីក្តីនឹករលឹកនិងការជូនពរទៅដល់ចាំងអឺរីឯចាំងអឺវិញគឺនៅក្នុងព្រះវិហារព្រះច័ន្ទដ៏ត្រជាក់ត្រកាឯកាបែបនេះមួយថ្ងៃហើយមួយថ្ងៃមួយឆ្នាំហើយមួយឆ្នាំនាងនៅតែឃ្លាំមើលពិភពលោកឃ្លាំមើលស្វាមីជាទីស្រឡាញ់របស់នាងគឺហ៊ូអ៊ី